ជំរាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះខោសុកលុចថ្ងៃនេះខ្ញុំមានកិត្តិយសនិស្សិតម្នាក់ហើយពួកយើងនឹងសភាពួកគាត់ស្គាល់អំពីការបបផ្សោតរបស់គាត់ក៏ដូចជាការខិតខំប្រឹងប្រែងរបស់គាត់ផងដែរចឹងមកឲ្យខាពេលវេលាយូរពួកយើងជួបជាមួយពួកគាត់ទាំងអស់គ្នាជំរាបសួរបងជំរាបសួរបងចុះបងជាទីដំបូងខ្ញុំអាចសួរបងថាបងអាចជួយណែនាំខ្លួនឯងតិចថាបងមានឈ្មោះអ្វីហើយរាល់ថ្ងៃនេះបងរៀនជំនាញអ្វីដែរបងបាទជំរាបសួរអ្នកទាំងអស់គ្នាក៏ដូចជាអរគុណបងដែលបានសួរសំណួរទី1ខ្ញុំសូមណែនាំខ្លួនខ្ញុំបាទឈ្មោះឈីមភីលីបបងជាចុងក្រោយខ្ញុំមានសំណួរមួយទៀតតើបងចង់មានពាក្យពេចន៍ឬក៏ថ្លែងអំណរគុណទៅដល់សាកលវិទ្យាល័យធនធានមនុស្សដែលបានបង្កើតកម្មវិធីក៏ដូចជាថ្ងៃនេះតើពីមតិបងគិតថាឬក៏សំណូមពរឲ្យសាកលវិទ្យាល័យធនធានមនុស្សបង្កើតកម្មវិធីដូចជាថ្ងៃនេះនៅបន្តនៅថ្ងៃអនាគតទៀតអត់បងបាទអរគុណបងសម្រាប់សំណួរគឺសួរថាតើចំណាប់អារម្មណ៍ក្នុងការបង្កើតកម្មវិធីនេះឡើងតើមានចង់ឲ្យសាកលវិទ្យាល័យបង្កើតតទៅមុខទៀតឬក៏យ៉ាងណាសម្រាប់មតិរបស់ខ្ញុំផ្ទាល់គឺសាកលវិទ្យាល័យបានរៀបចំកម្មវិធីទទួលវិញ្ញាបនបត្រក៏ដូចជាប័ណ្ណសរសើរដល់និស្សិតឆ្នាំទី1ទី2ទី3និងទី4ទាំងអស់ឲ្យបានចូលរួមខ្ញុំពិតជាមានរំភើបមែនតើក្នុងការចូលរួមនៅក្នុងកម្មវិធីមួយនេះហើយខ្ញុំក៏សូមសំណូមពរឲ្យសាកលវិទ្យាល័យបានធ្វើនៅកម្មវិធីនេះជារៀងរាល់ឆមាសក៏ដូចជារៀងរាល់ឆ្នាំទី1នោះគោលបំណងគឺដើម្បីឲ្យនិស្សិតមានការប្រកួតប្រជែងគ្នាពេលដែលកាលណាដែលយើងបានទទួលនៅកម្មវិធីបែបនេះធ្វើឲ្យនិស្សិតគាត់មានអារម្មណ៍ថាចង់ចូលរួមទាំងអស់គ្នាអញ្ចឹងទាល់តែអ្នកដែលមានសមត្ថភាពអ្នកដែលប៉ាកែទើបបានចូលរួមកម្មវិធីមួយនេះអញ្ចឹងធ្វើឲ្យគាត់មានការប្រកួតប្រជែងគ្នាមែនតើហើយមួយទៀតក៏អរគុណទៅដល់ថ្នាក់ដឹកនាំលោកសាកលវិទ្យាធិការក៏ដូចជាអ្នកចូលរួមទាំងអស់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធីទទួលវិញ្ញាបនបត្រក៏ដូចជាប័ណ្ណសរសើរនេះផងដែរចង់ឲ្យសាកលវិទ្យាល័យរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំក៏ដូចជារៀងរាល់ឆមាសផងដែរដោយដឹងស្រាប់ហើយថាសាកលវិទ្យាល័យធនធានមនុស្សឈរជើងរយៈពេល28ឆ្នាំមកហើយបានបង្កើតនៅធនធានមនុស្សជាច្រើនបម្រើនៅវិស័យការងារទូទាំងប្រជាជាតិកម្ពុជាបាទអរគុណបងបាទបងអរគុណច្រើនបងអញ្ចឹងគុណទៅដល់បងដែលបានផ្ដល់មតិហើយបទពិសោធន៍របស់គាត់ដែលគាត់បានជួបផ្ទាល់អញ្ចឹងអរគុណទៅដល់អ្នកនរគ្នាហើយជួបគ្នាវីដេអូថ្ងៃក្រោយបាយបាយ